លើងឆេះបានៅស្វីសបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់40នាក់និងជាង100នាក់ទៀតរងរបួសប៉ូលីសបាននិយាយថាមនុស្សប្រហែលជា40នាក់បានស្លាប់និងជាង100នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីអគ្គិភ័យបានឆាបឆេះបាមួយកន្លែងនៅភាគខាងត្បូងប្រទេសស្វីសជនរងគ្រោះភាគច្រើនបានរងការរលាកភ្លើងយ៉ាងធ្ងន់ធ្ងរដែលត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យដែលមានជំនាញព្យាបាលការរលាកធ្ងន់និងអ្នកខ្លះទៀតបានស្រូបផ្សែងពុលចូលទៅក្នុងសួតរបស់ពួកគេអគ្គិភ័យដ៏សន្ធោសន្ធៅនេះបានកើតឡើងនៅម៉ោងប្រហែលជា 1:30 នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី 1 ខែមករាឆ្នាំ 2026 នៅក្នុងអំឡុងពេលដែលមនុស្សម្នាយ៉ាងច្រើនកុះករប្រមូលផ្ដុំគ្នាប្រារព្ធពិធីចូលឆ្នាំថ្មីនៅក្នុងបារ Le Constellation នៅ Grand Montana ភាគខាងត្បូងប្រទេសស្វីសGrand Montana គឺជារមណីយដ្ឋានជិះស្គីប្រណិតមួយដែលល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ 1980 សម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃការជិះស្គី World Cup ចំណែក Le Constellation ដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយនោះមានជាន់លើបំពាក់អេក្រង់ទូរទស្សន៍ជាកន្លែងដែលមនុស្សទៅទស្សនាការប្រកួតបាល់ទាត់និងមានបារធំមួយនៅជាន់ខាងក្រោមសម្រាប់ផឹកស៊ីនិងរាំលេងកម្សាន្តនេះបើតាមការចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី 2 ខែមករាឆ្នាំ 2026នៅក្នុងការជួយសង្គ្រោះស្វីសបានបញ្ជូនឧទ្ធម្ភាគចក្រចំនួន13គ្រឿងរថយន្តសង្គ្រោះបន្ទាន់ចំនួន42គ្រឿងនិងអ្នកឆ្លើយតបបន្ទាន់ចំនួន150នាក់ទៅកន្លែងកាត់ហេតុពេញមួយរាត្រីនៅ Wallis ដែលជាតំបន់ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរយ៉ាងណាមិញចំនួនពិតប្រាកដនៃអ្នកស្លាប់និងរបួសមិនទាន់ដឹងច្បាស់នៅឡើយទេហើយក៏មិនទាន់ដឹងអំពីសញ្ជាតិរបស់ពួកគេនៅឡើយដែរប៉ុន្តែមន្ត្រីបានបញ្ជាក់ថាមានសញ្ជាតិជាច្រើនផ្សេងគ្នាថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃប្រហ័សមន្ត្រីបាននិយាយថាពួកគេមិនដឹងថាមានមនុស្សប៉ុន្មាននាក់នៅក្នុងបារនៅពេលដែលអគ្គិភ័យបានឆាបឆេះឡើងនោះទេអ្នកជំនាញនឹងកំណត់អត្តសញ្ញាណអ្នកដែលបានស្លាប់ដើម្បីប្រគល់សាកសពជូនក្រុមគ្រួសាររបស់ពួកគេវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានបើតាមក្រសួងការបរទេសអ៊ីតាលីបានប្រាប់ BBC ថាជនជាតិអ៊ីតាលីចំនួន16នាក់កំពុងបាត់ខ្លួនហើយចន្លោះពី12ទៅ15នាក់ផ្សេងទៀតកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យចំណែកក្រសួងការបរទេសបារាំងបាននិយាយថាពលរដ្ឋរបស់ខ្លួនចំនួន8នាក់បានបាត់ខ្លួនហើយក៏អាចមានជនជាតិបារាំងស្ថិតនៅក្នុងចំណោមអ្នកស្លាប់ផងដែរចំពោះមូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យកើតឡើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេប៉ុន្តែមន្ត្រីស៊ើបអង្កេតបានច្រានចោលថាមានការវាយប្រហារការស៊ើបអង្កេតមួយកំពុងដំណើរការដើម្បីកំណត់មូលហេតុដែលបណ្ដាលឲ្យស្ថានភាពដ៏គួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងប្រធានាធិបតីស្វីសលោក Guy Parmelin បានប្រាប់អ្នកយកព័ត៌មានថាអគ្គិភ័យនេះគឺជាសោកនាដកម្មដ៏អាក្រក់បំផុតមួយដែលប្រទេសយើងជួបប្រទះជាមួយគ្នានេះថ្នាក់ដឹកនាំប្រទេសមួយចំនួននៅអឺរ៉ុបបានប្រកាសផ្តល់ការគាំទ្រដល់ស្វីសខណៈព្រះមហាក្សត្រឆាលរបស់ចក្រភពអង់គ្លេសបានបង្ហាញពីព្រះទ័យសោកស្ដាយនិងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ